Ba chuyện số của ngày nó nhom mà hai bị comment hardware monitor chẳng comment thì muốn cứ nhom vay LSCPU anh đang cứ behind CPU architecture core model name chẳng nhom tiền thom tí tầm bay streamer hay comment thì pi cái nhom vay top anh đang cứ behind real time CPU hayមួយទៀតគឺ A top អាហ្នឹងគឺបង្ហាញពីprocess ចឹងខ្ញុំធ្វើការវាយ command sensor តែនេះ command នេះខ្ញុំអត់ទាន់ install ចឹងខ្ញុំធ្វើការ install ចឹងកន្លែងហ្នឹងដោយសារតែខ្ញុំខ្លាចយូរចឹងខ្ញុំធ្វើការកាត់វាសិនចឹងគឺបន្តមកគឺខ្ញុំ install រួចហើយចឹងខ្ញុំវាយ command sensor ចឹងវាយ command sensor គឺវាយ sudo sensor detect ចឹងវានឹងបង្ហាញខ្ញុំចុចធ្វើការចុច yes command yes មកចឹងខ្ញុំធ្វើការ yes ទៀតតមកគឺវាសួរបញ្ជាក់ទៀតចឹងយើងធ្វើការ yes ទៀតនេះរៀងច្រើនតង់ដែរចឹងយើងចុច yes មកទាំងអស់មកចឹងគឺរួចរាល់ចឹងខ្ញុំធ្វើការវាយ command បន្តទៀតចឹងខ្ញុំធ្វើការ clear ហើយខ្ញុំវាយ command free 8អាហ្នឹងគឺបង្ហាញពី RAM storage ចឹងគឺវាធ្វើការបង្ហាញយើងហើយចឹងខ្ញុំធ្វើការវាយ command ps aux អាហ្នឹងគឺបង្ហាញពី 10 process ដែលយើងប្រើ RAM ហ្នឹងចឹងគឺវាចេញមកហើយតែខ្ញុំវាយនេះខ្ញុំវាយ pus aux ធម្មតាទេចឹងខ្ញុំធ្វើការវាយ command ps aux ដក slot ស្មើនឹងភាគរយ mem ហើយនឹង head ដកនឹងថែមវាយ command បន្ទាប់ទៀតគឺ memory hardware info ចឹងយើងវាយ sudo dmide code ហើយនឹងដក tab memory ចឹងគឺវានឹងបង្ហាញយើងហើយចឹងចូលមកដល់ command មួយទៀតគឺ cat proc ហ្នឹងគឺបង្ហាញពីព័ត៌មាន memory ទាំងអស់mem info ចឹងចូលមកដល់ command មួយទៀតគឺ ds.h ហ្នឹងគឺបង្ហាញពី hard space យើងប្រើប្រាស់ចឹងគឺវានឹងចេញមកហើយនឹង command មួយទៀតគឺ lfblk អាហ្នឹងគឺ block device ហើយចូលមកដល់ command មួយទៀតគឺ network and CPU information គឺយើងវាយ IP ADO ដើម្បីឆែក
network interface ហើយមួយទៀតគឺ IS STA នេះចឹងអាហ្នឹងគឺបង្ហាញពី network use monitor ហើយបន្ទាប់មកដល់ command ទី3នៃ network CPU ហ្នឹងគឺនេះដោយសារតែខ្ញុំកំពុងinstall វាសិនចឹងគឺរួចរាល់ហើយចឹងខ្ញុំវាយ command ទី3គឺ speed test CLI ហ្នឹងគឺ test speed internet ចឹងធ្វើការវា test speed ហើយគឺ speed download តមកគឺ speed upload ចឹងវានឹងបង្ហាញ speed download នេះដូចជា50 មេហើយនឹងupload គឺ10 មេចឹងចូលមកដល់បន្ទាប់ទៀតគឺsudo ls AW អាហ្នឹងគឺបង្ហាញពី hardware info ហើយនឹងចូលដល់ command មួយទៀតគឺ OS version អាហ្នឹងគឺយើងវាយ command cat etc OS release ចឹងវានឹងបង្ហាញមកហើយព័ត៌មានហើយមួយទៀតគឺខ្ញុំវាយ command system runtime គឺ UP time ហើយ command មួយទៀតគឺ ls USB ចឹងគឺវានឹងបង្ហាញចឹងហើយខ្ញុំវាយPS AUX នឹងគឺ process management គឺនឹងបញ្ចេញមកហើយបន្ទាប់មកទៀតគឺខ្ញុំវាយ command kill process តាម PID ចឹងវាធ្វើការឲ្យយើង select line មួយសិននេះក៏ដូចគ្នាចឹងខ្ញុំធ្វើការវាយ pop ដើម្បីមើល PID ចឹងខ្ញុំយក PID 1694ហើយខ្ញុំធ្វើការវាយ command មួយទៀតគឺ compulsive monitoring នេះថាតែយើងអត់មានចឹងយើងធ្វើការ install វាចឹងប្រហែលជាខ្ញុំត្រូវ scope សិននៅពេលដល់ពេញចាំខ្ញុំតវីដេអូវិញទៀតអូខេចឹងគឺពេញហើយចឹងខ្ញុំធ្វើការវាយ command GLA LAN ហ្នឹងចឹងគឺវានឹងចេញមកបែបនេះវាបង្ហាញពី compositing monitor ចឹងខ្ញុំវាយមួយទៀតគឺ Nmon អាហ្នឹងគឺត្រូវដូចគ្នាគឺត្រូវការ install ដែរអូខេចឹងគឺខ្ញុំ install បានពេញហើយចឹងខ្ញុំធ្វើការវាយ command ហ្នឹងចឹងគឺវានឹងចេញមកបែបនេះចឹងខ្ញុំធ្វើការ control C វិញដើម្បី clear ហើយខ្ញុំប្រើ command មួយទៀតគឺ sudo shutdown now
ចឹងយើងធ្វើការវាយ to do shut down now លងមកចឹងវានឹងធ្វើការ shut down ម៉ាស៊ីនយើងចឹងការងារខ្ញុំមានតែប៉ុណ្្នឹង